ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានតវ៉ាផ្លូវការជាថ្មីម្ដងហើយម្ដងទៀតប្រឆាំងចំពោះសកម្មភាពរបស់យោធាថៃដែលបានបន្តធ្វើសកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាក្រោយបទចុះបាញ់លើកទី2ចូលជាធរមាននៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី21មករា2026នៅកាលពីម្សិលមិញក្រសួងការបរទេសកម្ពុជាបានសង្កត់ធ្ងន់ថាសកម្មភាពរបស់យោធាថៃដែលរួមមានការរាយនៅទូកុងតឺន័រដើម្បីរាំងផ្លូវនិងការសាងសង់លេនដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់នៅតំបន់បឹងត្រកួនគឺផ្ទុយទាំងស្រុងនឹងវិធានការកាត់បន្ថយភាពតានតឹងដែលមានចែងនៅក្នុងចំណុចទី1នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មការព្រំដែនទូទៅ GBC នៅកាលពីថ្ងៃទី27ធ្នូ2025ក្រសួងការបរទេសកម្ពុជាបានសង្កត់ធ្ងន់យ៉ាងដូចនេះថាសកម្មភាពទាំងនេះបានប៉ះពាល់ធ្ងន់ធ្ងរដល់អធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាបង្កឡើងនៅថ្ងៃទី19មករា2026រួមមានដូចជាការតម្កល់រូបសំណាកព្រះពុទ្ធបដិមានៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុដែលត្រូវបានបំផ្លាញដោយមន្ត្រីយោធាថៃនៅតំបន់អាសេសខេត្តព្រះវិហារការដាក់ពង្រាយនៅទូកុងតឺន័រដើម្បីរារាំងផ្លូវនៅតំបន់បឹងត្រកួនខេត្តបន្ទាយមានជ័យនិងការកសាងលេនដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់នៅតំបន់បឹងត្រកួននៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលកម្ពុជាអំពាវនាវឲ្យប្រទេសថៃអនុវត្តឲ្យបានពេញលេញនិងស្មោះត្រង់នៅប្រការទាំងអស់នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មការព្រំដែនទូទៅនៅថ្ងៃទី27ធ្នូ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីកាត់បន្ថយភាពតានតឹងកសាងទំនុកចិត្តនិងជឿជាក់ព្រមទាំងស្ដារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញក្រសួងការបរទេសកម្ពុជាក៏បានបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ហើយប្រកាន់ខ្ជាប់នៅគោលការណ៍ថាព្រំដែនមិនត្រូវបានកែប្រែដោយប្រើកម្លាំងឡើយគូបញ្ជាក់ផងដែរថាគិតត្រឹមម៉ោង6ព្រឹកនៅថ្ងៃទី21មករា2026មានប្រជាពលរដ្ឋភៀសសឹកចំនួន125,073 នាក់នៅមិនទាន់អាចវិលត្រឡប់ទៅគេហដ្ឋានរបស់ពួកគាត់វិញឡើយដោយសារតែកងកម្លាំងយោធាថៃធ្វើការហ៊ុមព័ទ្ធនៅទូកុងតឺន័រព្រមទាំងរាយនៅបណ្ដាលួសមិនឲ្យពួកគាត់វិលត្រឡប់ទៅវិញ